ខ្ញុំសង្កេតឃើញថាប្អូនក្មេងៗសម័យបច្ចុប្បន្នគាត់ហាក់បីដូចជាមានសម្ពាធផ្លូវចិត្តច្រើនណាចឹងជំងឺបាក់ទឹកចិត្តហ្នឹងក៏មានច្រើនទៅតាមនឹងដែរហើយខ្ញុំអត់បានបន្ទោសពួកគាត់ទាំងស្រុងថាពួកគាត់ចូលតាមគ្នាឬក៏អីទេខ្ញុំអាចមើលឃើញថាដោយសារតែជាកត្តាសង្គមដែលធ្វើឲ្យពួកគាត់ឆាប់មានជំងឺបាក់ទឹកចិត្តឬក៏សម្ពាធផ្លូវចិត្តហ្នឹងណាបើប្រៀបធៀបកាលពីខ្ញុំនៅក្មេងៗខ្ញុំមិនដែលនឹងដឹងពាក្យថាជំងឺបាក់ទឹកចិត្តហ្នឹងយ៉ាងម៉េចផងខ្ញុំមិនដែលដឹងថាសម្ពាធផ្លូវចិត្តហ្នឹងវាយ៉ាងម៉េចទេបើប្រៀបធៀបមកក្មេងឥឡូវខ្ញុំគិតថាពួកគាត់ដឹងអានឹងច្រើនហើយក៏មានសម្ពាធផ្លូវចិត្តនឹងច្រើនដែរទីមួយវាអាចបណ្ដាលមកពីបញ្ហាកត្តាគ្រួសារអាចបណ្ដាលមកពីកត្តាសង្គមខាងក្រៅវាមានដូចថាបច្ចុប្បន្នយើងដឹងស្រាប់ហើយសម័យទំនើបអញ្ចឹងក្មេងៗគឺពួកគាត់ឃើញក្មេងៗគ្នាឯងហ្នឹងគាត់ប្រើប្រាស់របស់ទំនើបច្រើនគាត់ជិះឡានជិះម៉ូតូទំនើបប្រើប្រាស់ទូរស័ព្ទដៃសម្ភារៈនិយមអីចឹងទៅអញ្ចឹងក៏អាចជាកត្តាមួយធ្វើឲ្យគាត់ហ្នឹងប៉ះពាល់ផ្លូវចិត្តប៉ះពាល់អារម្មណ៍របស់គាត់នៅពេលដែលគាត់ទៅសាលារៀនគាត់សេពគប់មិត្តភ័ក្តិឬក៏អីទៅវាធ្វើឲ្យប៉ះពាល់នៅពេលដែលកត្តាជីវភាពគ្រួសាររបស់គាត់មិនសូវធូរធារគាត់មិនមានលទ្ធភាពឬក៏អីអញ្ចឹងណាពាក់ព័ន្ធជាមួយនឹងកត្តាគ្រួសារវាអាចមានសម្ពាធឧទាហរណ៍ថាគាត់រៀនអញ្ចឹងគាត់សម័យឥឡូវគឺត្រូវការអ៊ីនធឺណិតមានអត់ខ្ញុំគិតថាភាគច្រើននេះដែលត្រូវការអ៊ីនធឺណិតត្រូវការទូរស័ព្ទដៃពីព្រោះសូម្បីតែគ្រូក៏គាត់ផ្ញើសារដែរមែនទេគាត់ផ្ញើមេរៀនគាត់ផ្ញើវីដេអូផ្ញើអីឲ្យសិស្សរៀនឲ្យសិស្សមើលអីអញ្ចឹងណាហើយមានក្មេងៗមួយចំនួនក៏គាត់រងសម្ពាធពីកត្តានឹងដែរខ្ញុំឧទាហរណ៍មួយកាលពីឆ្នាំទៅថ្មីហ្នឹងទេខ្ញុំមានប្អូនស្រីហើយគាត់រៀននៅវិទ្យាល័យពេលដែលរៀននៅវិទ្យាល័យហ្នឹងគាត់ប្រាប់អ្នកផ្ទះគាត់ប្រាប់ថាគាត់សុំទូរស័ព្ទថ្មីបានអត់គាត់មានទូរស័ព្ទប្រើគាត់នៅទូរស័ព្ទហ្នឹងវាខូចអេក្រង់វាចុចអត់សូវដើរហើយគាត់បង្កើត Telegram បង្កើតអីអត់បានអញ្ចឹងណាអញ្ចឹងគាត់សុំគ្រួសារគាត់សុំម៉ែរបស់ខ្ញុំគាត់ថាគាត់អាចសុំទិញទូរស័ព្ទថ្មីបានអត់ហើយធម្មតាឪពុកម្ដាយយើងគាត់មិនមែនជាអ្នកចេះដឹងរឿងទូរស័ព្ទរឿងអីអស់ហ្នឹងទេកាលជំនាន់ខ្ញុំរៀនអីគឺខ្ញុំមិនដែលសូវខ្វល់ខ្វាយរឿងទូរស័ព្ទទេអញ្ចឹងគាត់ស្ដីឲ្យប្អូនខ្ញុំថាទូរស័ព្ទល្មមប្រើអត់កើតទេឃើញគេប្រើរបស់ល្អហ្នឹងចេះតែចង់ប្រើនឹងគេដែរទាំងដែលអត់ដឹងកត្តាជីវភាពគ្រួសារខ្លួនឯងយ៉ាងម៉េចអញ្ចឹងណាអ្នកទាំងអស់គ្នាពេលខ្លះរឿងរ៉ាវមួយចំនួនកត្តាមួយចំនួនគឺការស្ដីបន្ទោសរបស់ឪពុកម្ដាយឬក៏មើលឃើញពីចំណុចមួយជ្រុងហ្នឹងក៏ធ្វើឲ្យប៉ះពាល់ទៅដល់ផ្លូវចិត្តរបស់គាត់ដែរហើយគាត់អត់ចង់បានទេគាត់ក៏ដឹងដែរថាជីវភាពគ្រួសារគឺវាបែបហ្នឹងប៉ុន្តែដោយសារតែសង្គមដោយសារតែទស្សនវិជ្ជាជាក់ស្ដែងគឺតម្រូវបែបហ្នឹងគាត់ត្រូវការទូរស័ព្ទមួយរៀងល្អដើម្បីគាត់យកទៅប្រើប្រាស់ហើយជាពិសេសនៅពេលដែលមានតម្រូវការនៅសាលារៀនហើយបើចេញធ្វើការទៀតគឺរឹតតែត្រូវការអ្នកទាំងអស់គ្នាមិនថាចេញធ្វើការកម្រិតណាទេយើងរៀននៅសាកលគឺយើងត្រូវការកុំព្យូទ័ររបស់ល្អមួយដែរខ្ញុំឧទាហរណ៍មួយទៀតកាលខ្ញុំរៀននៅឆ្នាំទី4និយាយទៅ4ឆ្នាំនេះគឺខ្ញុំប្រើប្រាស់តែ laptop មួយគ្រឿងទេហើយ laptop ហ្នឹងចាស់ដែរអ្នកទាំងអស់គ្នាសេរីចាស់ខ្ញុំចាំបានថាឆ្នាំទី4ជាឆ្នាំដែលត្រូវការ laptop ខ្លាំងមែនតើយើងត្រូវការស្រាវជ្រាវ research យើងត្រូវការធ្វើសារណាទុកឯកសារអីច្រើនឬក៏អីអញ្ចឹងប៉ុន្តែ laptop របស់ខ្ញុំពេលហ្នឹងគឺវាអត់ support ទេអ្នកទាំងអស់គ្នាប្រើទៅគឺកាំងហ្មងប៉ុន្តែដោយសារតែខ្ញុំអត់អាចត្អូញត្អែប្រាប់ឪពុកម្ដាយរបស់ខ្ញុំបានខ្ញុំអត់អាចប្រាប់គាត់ថាខ្ញុំសុំទិញថ្មីបានគឺខ្ញុំមានតែទ្រាំអ្នកទាំងអស់គ្នាទ្រាំប្រើពេលខ្លះខ្ញុំពឹងពាក់មិត្តភ័ក្តិរបស់ខ្ញុំឬក៏អីអញ្ចឹងទៅដើម្បីសុំគាត់ធ្វើសារណាសុំគាត់វាយឯកសារសុំអីអញ្ចឹងណាពេលខ្លះខ្ញុំលួចប្រើប្រាស់កុំព្យូទ័រនៅក្រុមហ៊ុនដែលខ្ញុំធ្វើការឬក៏អីអញ្ចឹងទៅបើនិយាយពីក្មេងៗសម័យឥឡូវគាត់មានសម្ពាធច្រើនចេញពីកត្តាសង្គមនឹងឯងខ្ញុំប្រៀបធៀបកាលពីជំនាន់ខ្ញុំនៅតូចគឺយើងមើលឃើញថាវាគម្លាតគឺវាខុសគ្នាឆ្ងាយអញ្ចឹងខ្ញុំចង់ឲ្យឪពុកម្ដាយដែលគាត់បានស្ដាប់វីដេអូហ្នឹងឬក៏គាត់បានឃើញគាត់អាចបើកចិត្តទៅលាយកន្លែងហ្នឹងតិចនៅពេលដែលគាត់សុំអីមួយ
ទីមួយអាចសួរគាត់ពីដំណើរការសិនហើយស្វែងយល់ពីសាលារៀនរបស់គាត់ពីលោកគ្រូអ្នកគ្រូដែលគាត់មានដំណើរការហ្នឹងឬក៏ពីខ្លួនគាត់ផ្ទាល់ហ្នឹងគាត់ត្រូវការដើម្បីយកទៅធ្វើអីក្រៅតែសម័យនេះក្រៅតែពីការលេងទូរស័ព្ទអញ្ចឹងទូរស័ព្ទវាคล้ายទៅជាសម្ភារៈមួយទៅហើយដែលក្មេងៗគាត់ត្រូវការដើម្បីយកទៅ research យកទៅសិក្សាយកទៅរៀនសូត្រឆ្លើយឆ្លងតំណែងគ្នាទៅវិញទៅមកឬក៏អីអញ្ចឹងទៅវាមិនទាំងអស់ទេអ្នកទាំងអស់គ្នាក៏ហើយខ្ញុំគិតថាបើសិនជាទៅលើគ្រួសារមួយចំនួនដែលគាត់សូវមានលទ្ធភាពហើយក្មេងៗគាត់ពិតជាប៉ះពាល់មែនតើយុវជនណាគាត់ពិតជាប៉ះពាល់ដល់ផ្លូវចិត្តគាត់ខ្លាំងមែនតើអញ្ចឹងហើយបានជាខ្ញុំនិយាយថាក្មេងៗសម័យឥឡូវខ្ញុំសង្កេតឃើញថាពួកគាត់មានអកតាសម្ពាធផ្លូវចិត្តនឹងច្រើនការបាក់ទឹកចិត្តហ្នឹងក៏ច្រើនដែរអ្វីដែលខ្ញុំចង់លើកទឹកចិត្តទៅកាន់បងប្អូនទៅកាន់ក្មេងៗខ្ញុំជឿថាយើងមិនមែនចេះតែបាក់ទឹកចិត្តទេយើងក៏មិនមែនចេះតែចូលទៅតាមគ្នាដែរខ្ញុំជឿថាវាមានភាគតិចអញ្ចឹងណាដែលក្មេងៗមួយចំនួនគាត់តាមគ្នាគាត់ឃើញក្មេងៗផ្សេងទៀតគាត់អញ្ចឹងទៅគាត់ក៏ចូលទៅតាមនឹងដែរព្រោះដោយសារគាត់ចង់បានអីមួយឬក៏អីអញ្ចឹងទៅប៉ុន្តែមានក្មេងៗមួយចំនួនធំទៀតគាត់ពិតជាទទួលរងអសម្ពាធផ្លូវចិត្តនឹងមែនតើសម្រាប់ខ្ញុំឆ្លងកាត់បទពិសោធន៍នឹងដូចគ្នាដូចខ្ញុំលើកឧទាហរណ៍មុននឹងអញ្ចឹងហើយជីវិតវាអត់ស្រួលទេនៅពេលដែលសង្គមតម្រូវឲ្យយើងមានបែបហ្នឹងតម្រូវឲ្យយើងត្រូវតែមានរបស់អីមួយដើម្បីយកមកប្រើប្រាស់ទៅតាមបច្ចេកវិទ្យាទៅតាមសង្គមដែលតម្រូវការបច្ចុប្បន្នហើយយើងអត់មានឬក៏យើងមានដែរប៉ុន្តែវាពិបាកនៅក្នុងការប្រើប្រាស់វាមិនមែនជារបស់ថ្មីវារបស់ចាស់យើងពិបាកណាស់ខ្ញុំទទួលស្គាល់ថាកន្លែងហ្នឹងគឺបានន័យថាយើងនិយាយក៏អត់បានយើងចង់បោះវាចោលក៏អត់បានយើងចង់ទិញថ្មីក៏អត់បានយើងល្អូក៏អត់បាននិយាយទៅជីវិតគឺយើងមានតែអាសឹបទទួលយកហើយយើងដើរទាំងលំបាកអ្នកទាំងអស់គ្នាបើនិយាយពីការប្រៀបធៀបវិញយើងដើរទាំងអូសជើងណាខ្ញុំចង់លើកទឹកចិត្តទៅកាន់បងប្អូនទាំងអស់គ្នាថាទី1កុំបន្ទោសខ្លួនឯងថាដោយសារតែយើងខ្វះសមត្ថភាពយើងមិនល្អយើងកើតក្នុងគ្រួសារមិនល្អឬក៏អីចឹងទៅកុំបន្ទោសគ្រួសារកុំបន្ទោសមនុស្សជុំវិញខ្លួនខ្ញុំចង់លើកទឹកចិត្តថា every storm run out of rain បើទោះបីជាមានព្យុះភ្លៀងខ្លាំងប៉ុណ្ណាក៏ដោយវាគង់តែរាំងទេវាគង់តែទៅបាត់ទេអ្នកទាំងអស់គ្នាមានភាសាអង់គ្លេសមួយគេនិយាយថាខ្ញុំសម្រេចជាខ្មែរគេថានៅពេលដែលមានព្យុះភ្លៀងព្រះអាទិត្យមិនបានរត់គេចទេព្រះអាទិត្យគ្រាន់តែត្រូវបានពពកដុំខ្មៅធំព្យុះភ្លៀងទាំងអស់ហ្នឹងបាំងនៅពីមុខតែប៉ុណ្ណឹងព្រះអាទិត្យគឺដើរទៅតាមផ្លូវរបស់ព្រះអាទិត្យធម្មតានៅពេលដែលព្យុះភ្លៀងទាំងអស់ហ្នឹងបក់បោកទៅបាត់ព្រះអាទិត្យចាប់ផ្ដើមបញ្ចេញពន្លឺខ្លួនឯងមកវិញណាអញ្ចឹងប្រៀបធៀបទៅនឹងជីវិតរបស់យើងក៏ដូចគ្នានៅពេលដែលមានព្យុះភ្លៀងយើងកុំរត់គេចពីបញ្ហាទាំងអស់ហ្នឹងយើងនៅតែដើរទៅលើផ្លូវរបស់យើងដើរជាមួយនឹងការអត់ធ្មត់ជាមួយនឹងការតស៊ូជាមួយនឹងការប្រឹងប្រែងខំមាត់សង្កត់ចិត្តកុំត្អូញត្អែកុំប្រាប់អ្នកណាហើយយើងប្រឹងប្រែងបន្តទៅមុខទៀតជាពិសេសកុំដាក់សម្ពាធឲ្យខ្លួនឯងកុំដាក់សម្ពាធបន្ទោសគ្រួសារឬក៏អីចឹងទៅអ្នកទាំងអស់គ្នាវិធីសាស្ត្រណាដែលអាចធ្វើទៅរួចដែលអាចធ្វើបានយើងប្រឹងធ្វើវាហើយអ្នកទាំងអស់គ្នាត្រូវយកក្តីសម័យរបស់ខ្លួនឯងជាធំដូចខ្ញុំអញ្ចឹងបើពេលហ្នឹងខ្ញុំចោះចាញ់ខ្ញុំមិនអាចរៀនចប់បានទេបើពេលហ្នឹងខ្ញុំបន្ទោសខ្លួនឯងខ្ញុំមិនអាចរៀនចប់ទេបើពេលហ្នឹងខ្ញុំអត់ប្រឹងប្រែងជំនះយកឈ្នះឧបសគ្គប្រឹងប្រែងរកវិធីសាស្ត្រមធ្យោបាយដើម្បីអាចធ្វើសារណាបានខ្ញុំមិនអាចរៀនចប់ទេអញ្ចឹងមានរឿងរ៉ាវច្រើនណាស់ដែលយើងត្រូវតែខំមាត់សង្កត់ចិត្តហើយយើងដើរទៅមុខទៀតណាមានពាក្យមួយទៀតគេថាមេឃកាន់តែងងឹតយើងឃើញកាយកាន់តែភ្លឺអញ្ចឹងអ្នកទាំងអស់គ្នាអញ្ចឹងជីវិតយើងក៏ដូចគ្នាដែរនៅពេលដែលយើងជួបការលំបាកយើងនឹងឃើញរឿងរ៉ាវជាច្រើនដែលយើងអត់ដែលរំពឹងទុកយើងឃើញវាច្បាស់មែនតើនៅនឹងផ្នែករបស់យើងដឹងថាអ្នកណាគឺជាមនុស្សល្អពិតប្រាកដអ្នកណាជាអ្នកជួយយើងពិតប្រាកដអ្នកណានៅខាងយើងអ្នកណាពិតជាលើកទឹកចិត្តយើងពិតមែនអ្នកណាគឺជាមិត្តភក្តិស្មោះត្រង់របស់យើងឃើញរឿងរ៉ាវទាំងអស់នឹងនៅក្នុងមុខរបស់យើងតែម្ដងអញ្ចឹងបើទោះបីជាយើងលំបាកប៉ុណ្ណាក៏ដោយបើទោះបីជាយើងមានបញ្ហានៅក្នុងជីវិតរបស់ខ្លួនឯងប៉ុណ្ណាក៏ដោយខ្ញុំជឿថាវាអត់អាច
នៅអញ្ចឹងរហូតទេអ្នកទាំងអស់គ្នាវាគង់តែកន្លងផុតទៅថ្ងៃហ្នឹងយើងជួបរឿងអាក្រក់ប៉ុណ្ណាក៏ដោយវាគង់តែកន្លងផុតទៅដល់ថ្ងៃស្អែកទេថ្ងៃហ្នឹងគ្រាន់តែជាអតីតកាលទេអ្នកទាំងអស់គ្នាអញ្ចឹងយើងគួរតែលើកទឹកចិត្តខ្លួនឯងហើយបើសិនជាបញ្ហានឹងយើងយកឈ្នះវាបានគឺពិតជាល្អវាអាចជួយយើងឲ្យរឹងមាំនិងបន្តដំណើរឆ្ពោះទៅមុខទៀតវាជួយយើងច្រើនតែបើសិនជាយើងប្រឹងប្រែងហើយយើងធ្វើហើយនៅតែអាចយកឈ្នះវាបានទេយើងធ្វើហើយអស់ពីលទ្ធភាពអស់ពីសមត្ថភាពរបស់យើងហើយវានៅតែមិនអាចយកឈ្នះបញ្ហានឹងបានទេយ៉ាបដ ாய் វាទៅអ្នកទាំងអស់គ្នាដូចព្យុះភ្លៀងអញ្ចឹងយើងអាចទៅខត់ព្យុះអាចទៅខត់ភ្លៀងអាចទៅខត់មេឃបានទេអ្នកទាំងអស់គ្នារឿងរ៉ាវមួយចំនួនគឺយើងបដ ாய் វាទៅតាមពេលវេលារបស់វាទៅគ្រាន់តែថាពេលដែលវាទៅបាត់គឺថ្ងៃស្អែកនឹងចូលមកដល់លេអ្នកទាំងអស់គ្នាបន្ទាប់ពីព្យុះបន្ទាប់ពីភ្លៀងមេឃស្រឡះគង់តែនឹងត្រឡប់មកវិញទេអរគុណច្រើនអ្នកទាំងអស់គ្នាអញ្ចឹងថ្ងៃហ្នឹងគឺខ្ញុំមានតែប៉ុណ្្នឹងទេជាសារមួយដើម្បីលើកទឹកចិត្តទៅកាន់បងប្អូនទាំងអស់គ្នាទៅកាន់ក្មេងៗជំនាន់ក្រោយចេះលើកទឹកចិត្តខ្លួនឯងកុំដាក់សម្ពាធឲ្យខ្លួនឯងខ្លាំងពេកខ្ញុំដឹងថាវាលំបាកតែតស៊ូទាំងអស់គ្នាអរគុណបាយបាយ